ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃសៅរ៍14កើតថ្ងៃកោខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី3ខែមករាគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅកម្លាំងប្រដាប់អាវុធរាជធានីភ្នំពេញរៀបរៀងក្បួនប្រជាពលរដ្ឋដែលដង្ហែទៅកាន់រដ្ឋសភាកាលពីព្រឹកមិញនេះកងកម្លាំងប្រដាប់អាវុធរាជធានីភ្នំពេញប្រដាប់ដោយកាំភ្លើងនិងដំបងប្រមាណជាង200នាក់ដឹកនាំនឹងបញ្ជាផ្ទាល់ដោយលោករដ្ឋស្រៀងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានរៀបរៀងក្បួនដង្ហែរបស់ក្រមព្រះសង្ឃសកម្មជនការពារដីធ្លីសហជីពអង្គការសង្គមស៊ីវិលកម្មករនិងក្រុមគ្រួសារកម្មករដែលបានស្លាប់បាត់បង់ជីវិតនៅលើផ្លូវវែងស្រេងត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យមិនឲ្យបន្តដំណើរទៅកាន់សហគមន៍បូរីកីឡានិងរដ្ឋសភាការរៀបរៀងនេះបានធ្វើឡើងបន្ទាប់ពីព្រះសង្ឃសហជីពសង្គមស៊ីវិលនិងប្រជាពលរដ្ឋប្រមាណជិត300នាក់បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលនិងរំលឹកវិញ្ញាណក្ខន្ធគម្រប់1ឆ្នាំដល់កម្មករចំនួន5នាក់ដែលបានស្លាប់បាត់បង់ជីវិតនៅលើផ្លូវវែងស្រេងក្នុងព្រឹត្តិការណ៍បាញ់បង្ក្រាបពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់កងពលទុយអន្តរកម្មលេខ70មកលើកម្មករកម្មការិនីដែលកំពុងធ្វើបាតកម្មទាមទារប្រាក់ខែគោលយ៉ាងតិច$160ក្នុងមួយខែកាលពីថ្ងៃទី3ខែមករាដើមឆ្នាំ2014ហើយក្រុមព្រះសង្ឃនិងពលរដ្ឋទាំងនោះបានបន្តដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់សហគមន៍បូរីកីឡាដើម្បីប្រារព្ធពិធីរំលឹកខួប3ឆ្នាំនៃការបណ្តេញចេញហើយក្រុងនឹងទៅមន្ទីររដ្ឋសភាដើម្បីដាក់ញត្តិស្នើសុំឲ្យជួយអន្តរាគមន៍ជូនកម្មករប៉ុន្តែត្រូវបានរារាំងនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យដោយកងកម្លាំងប្រដាប់អាវុធរាជធានីភ្នំពេញ
vậy nghe sao ba mình sai thế anh nó cứ đang xem mặt cách từ miền ca hiện ra mai cuối là có mặt ban ở nhà thì chấm còn người ta phải kia tới ở trong cái chuông chung như nơi tự nhiên kia cái một viên là từ đó phảiต่อไปcái đàn này cũng to ba cách to ba bong 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 to ba rồi xong rồi ta làm sai rồi ta mình sai dùng muốn ta này dùng muốn ta cho từ លោកណៃវងដាអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិមនុអាតហុកបានឲ្យក្រុមទំព័រ Facebook លោកសំរងស៊ីដឹងថាក្បួនដង្ហែរបស់ប្រជាពលរដ្ឋគឺធ្វើឡើងដោយសន្តិវិធីប៉ុន្តែកងកម្លាំងប្រដាប់អាវុធបានស្ទុះចេញមករារាំងនេះបង្ហាញឲ្យឃើញថាប្រទេសកម្ពុជានៅតែមានការបំបិទសិទ្ធិសេរីភាពចំពោះប្រជាពលរដ្ឋក្បួនដង្ហែគឺហែដោយសន្តិវិធីទេក៏ប៉ុន្តែយើងឃើញថាកម្លាំងសមត្ថកិច្ចមានអាវុធមានតបមានតភ្លើងគ្រប់ដៃបានដាក់ចេញមកស្ទាក់ក្បួនដង្ហែដោយសន្តិវិធីហើយហាមឃាត់មិនឲ្យមានការដង្ហែក្បួនបាទដូច្នេះយើងឃើញថាការបំបិទសិទ្ធិសេរីភាពក្នុងការដង្ហែក្បួនដោយសន្តិវិធីនេះផ្ទុយនឹងរដ្ឋធម្មនុញ្ញផ្ទុយនឹងច្បាប់ទាំងស្រុងបាទហើយយើងឃើញថាការដង្ហែក្បួននេះគឺធ្វើដោយសន្តិវិធីដង្ហែពីកន្លែងវែងស្រេងទៅកាន់បរិយាកីឡាហើយគ្មានតបងគ្មានអីក្នុងដៃទេមានតែទង់ជ័យនិងការឈូសប៉ុន្តែអាជ្ញាធរដែលមានលោករដ្ឋស្រៀងដែលជាមេប៉ូលីសមេអាវុធហត្ថរាជធានីភ្នំពេញនេះបានធ្វើការស្ទាក់ហាមឃាត់យោងទៅលើថាការដង្ហែក្បួននេះអត់មានច្បាប់សូមរំលឹកថាព្រឹត្តិការណ៍បាញ់បង្ក្រាបប្រឆាំងក្រុមអ្នកតវ៉ាកាលពីដើមឆ្នាំ2014កន្លងទៅដោយក្រុមចម្រុះរបស់រដ្ឋាភិបាលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់5នាក់ស្លាប់ក្នុងនោះម្នាក់បានបាត់ខ្លួនរកមិនទាន់ឃើញក្រៅពីនេះមនុស្សជាង30នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលរហូតអ្នកខ្លះក្នុងចំណោមនោះត្រូវពិការអស់មួយជីវិតលើសពីនេះមន្ត្រីអង្គការសង្គមស៊ីវិលកម្មករនិងអ្នកនៅអមសងខាងផ្លូវចំនួន23នាក់បន្ថែមទៀតត្រូវចាប់ខ្លួនក្នុងព្រឹត្តិការណ៍នោះដែរសហគមន៍បូរីកេឡាធ្វើពិធីរំលឹកខួប3ឆ្នាំនៃការបណ្តេញចេញទាំងបង្ខំលោកអ្នកនាងជាទីមេត្រីនៅថ្ងៃនេះប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លីនៅតំបន់បូរីកេឡាបានប្រារព្ធពិធីរំលឹកខួប3ឆ្នាំនៃការបណ្តេញចេញទាំងបង្ខំនៅមុខអគារនៃតំបន់បូរីកេឡាដោយមានអ្នកចូលរួមប្រមាណ100នាក់អ្នកស្រីឆៃកំហនតំណាងប្រជាពលរដ្ឋតំបន់បូរីកេឡាបានអំពាវនាវដល់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធជាពិសេសរដ្ឋាភិបាលត្រូវតែភ្ញាក់រលឹកឡើងជួយដល់ប្រជាពលរដ្ឋជាជាងរារាំងនឹងការធ្វើទុកបុកម្នេញដល់ប្រជាពលរដ្ឋសូមលោកងាកមកការពារប្រជាពលរដ្ឋខ្លួនឯងកុំការពារតែក្រុមហ៊ុនថាពីម៉េចនោះទោះតែឲ្យលោកដោយសារតែលោកការពារពលរដ្ឋហ្នឹងហើយដែលធ្វើឲ្យពលរដ្ឋមានសេចក្តីត្រេកត្រអាលត្រេកអរនឹងការទៅទាញយកដីរបស់ប្រជាពលរដ្ឋមិនធ្វើបែបយ៉ាងទាំងអស់គ្រប់សັບទីកន្លែងទាំងអស់ចឹងខ្ញុំសង្ឃឹមថាក្នុងថ្ងៃនេះពួកលោកនឹងដឹងថាពួកខ្ញុំរស់នៅឈឺចាប់ប៉ុណ្ណារយៈពេល3ឆ្នាំនេះខ្ញុំជឿជាក់ថាលោកដឹងខ្លាំងណាស់តែលោកនៅតែធ្វើនេះមិនសំបីមិនទៅលើចន្ទើដាក់ពួកយើងជារៀងរាល់ថ្ងៃសូម្បីតែកន្លែងរស់នៅរបស់ពួកយើងមានកើតអគ្គិភ័យកើតឡើងរបស់ពួកលោកបណ្ដាយយកភ្នែកមើលមានចោរកម្មនៅគ្រប់បែបយ៉ាងក៏លោកបណ្ដាយយកភ្នែកមើលហាក់បីដូចជាទុកពួកយើងជាសត្វធាតុជាការរស់នៅរបស់ពួកយើងមិនមែនជាមនុស្សគឺជាសម្រាមអញ្ចឹងយើងសង្ឃឹមថាក្នុងថ្ងៃនេះអាជ្ញាធរនៅក្នុងមូលដ្ឋានគួរតែភ្ញាក់រលឹកឡើងជួយមកពួកយើងវិញមកកុំធ្វើបាបពួកយើងគ្រប់សពបែបយ៉ាងតាមរូបភាពដែលពួកយើងមិនដែលដឹងសោះក៏មានការបំភ្លៀឲ្យពួកយើងជួបទុកសោកក្នុងសពនេះហើយគឺជាទុកសោករបស់ពួកយើងរយៈពេល3ឆ្នាំនេះសូមរំលឹកថាកាលពីថ្ងៃទី3ខែមករាឆ្នាំ2012កងកម្លាំងប្រដាប់អាវុធចម្រុះរបស់សាលារាជធានីភ្នំពេញដែលពេលនោះលោកកែបជុតិមានៃជាអភិបាលរាជធានីភ្នំពេញបានប្រាអំពើហិង្សាដើម្បីបណ្តេញប្រជាពលរដ្ឋក្រីក្រដែលបង្ខំឲ្យចាក់ចេញពីលំនៅឋាននៅក្នុងតំបន់បូរីកេឡាខាងជើងស្តាតអូឡ িম্প ិករាជធានីភ្នំពេញកងកម្លាំងប្រដាប់អាវុធប្រមាណ500នាក់ប្រដាប់ដោយអាវុធខែលនិងដំបងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកព្រមទាំងប្រើឡានទឹកបាញ់បង្ក្រាបលើប្រជាពលរដ្ឋតវ៉ាមុននឹងប្រើប្រាស់ Excavator វាយកំទេចផ្ទះតូចៗរបស់ប្រជាពលរដ្ឋជាង300គ្រួសារទំនាស់ដីធ្លីនៅបូរីកេឡារវាងប្រជាពលរដ្ឋចំនួន1776គ្រួសារជាមួយក្រុមហ៊ុន Pan Image បានកើតឡើងតាំងពីឆ្នាំ2004ខណៈដែលក្រុមហ៊ុនបានទទួលសិទ្ធិអភិវឌ្ឍលើផ្ទៃដីទំហំជាង4000ហិកតាដោយសន្យាថាសាងសង់អគារចំនួន10នៅក្នុងតំបន់បូរីកេឡាសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋជាការដោះដូរប៉ុន្តែក្រុមហ៊ុន Pan Image មិនបានបំពេញកិច្ចសន្យារបស់ខ្លួនឡើយ
រហូតមកដល់ពេលនេះប្រជាពលរដ្ឋប្រមាណជាង100គ្រួសារដែលត្រូវបានបណ្តេញចេញបានបោះតង់រស់នៅលើគំនរសម្រាមក្រោមកម្មជណ្ដើរនិងជារបងផ្ទះអ្នកដទៃរស់នៅបណ្ដោះអាសន្នដើម្បីចេញតវ៉ារកកិច្ចអន្តរាគមន៍ពីស្ថាប័ននានាដើម្បីរកយុត្តិធម៌រឿងបណ្តេញចេញគណៈកម្មការសភាស្នើអភិបាលខេត្តសៀមរាបបញ្ឈប់ក្រុមហ៊ុនដឹកសម្រាមហ្គាអ៊ីយ៉ាតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាប្រធានគណៈកម្មការទី8នៃរដ្ឋសភានិងជាតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកស្រីកែសវណ្ណរតន៍ស្នើអភិបាលខេត្តសៀមរាបឲ្យអន្តរាគមន៍បញ្ឈប់សកម្មភាពដឹកសម្រាមរបស់ក្រុមហ៊ុនហ្គាអ៊ីយ៉ាដាក់ចាក់ចោលក្បែរភូមិអន្លង់2និងភូមិភ្នំដីឃុំត្រពាំងធំស្រុកប្រាសាទបាគងគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងទៀតថាក្នុងលិខិតនោះបញ្ជាក់ថាកន្លងទៅពលរដ្ឋជាង430គ្រួសារឬនៅក្បែរតំបន់ចាក់សម្រាមនោះបាននាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយក៏ប៉ុន្តែមិនទាន់មានអាជ្ញាធរណាចេញមុខដោះស្រាយបញ្ហានេះនៅឡើយនិងបានស្នើដល់តំណាងរាជមណ្ឌលខេត្តសៀមរាបជួយអន្តរាគមន៍គំនរសម្រាមដែលលាតសន្ធឹងលើផ្ទៃដីជាច្រើនរយម៉ែត្រការ៉ូឡាកំពុងភាយក្លិនស្អុយអាក្រក់បង្កឲ្យមានការប៉ះពាល់សុខភាពបរិស្ថានជីវិតសត្វនិងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋផងដែរពលរដ្ឋបញ្ជាក់ថាពួកគេបានរស់នៅដោយទ្រាំហិតក្លិនស្អុយគំនរសម្រាមនេះអស់រយៈពេល7ឆ្នាំហើយចាប់តាំងពីក្រុមហ៊ុនបានជ្រើសរើសយកកន្លែងចាក់សម្រាមនៅជិតភូមិនោះមកព្រះអង្គម្ចាស់ស៊ីសវ័តធម្មកោនឹងយាងទៅបរទេសដើម្បីការពារគោលនយោបាយគណៈបក្សសង្គ្រោះជាតិបើយោងតាមគេហទំព័រថ្មីបានចុះផ្សាយថាព្រះអង្គម្ចាស់ស៊ីសវ័តធម្មកោមន្ត្រីជាន់ខ្ពស់នៃគណៈបក្សសង្គ្រោះជាតិគ្រោងនឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបអាមេរិកនិងទ្វីបអូសេអានីដើម្បីពន្យល់ប្រាប់ពីគោលនយោបាយរបស់គណៈបក្សសង្គ្រោះជាតិទៅកាន់អ្នកគាំទ្រនៅក្រៅប្រទេសនេះគឺជាការចាក់ចេញទៅក្រៅប្រទេសលើកទី1ក្រោយការបោះឆ្នោតឆ្នាំ2013របស់ព្រះអង្គម្ចាស់ធម្មកោនិងក្រោយពេលដែលព្រះអង្គគង់ស្ថិតនៅស្ងាត់ស្ងៀមមួយរយៈមិនធ្វើអត្ថាធិប្បាយនយោបាយអ្វីទាំងអស់គេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងទៀតថាអស់រយៈពេលជាច្រើនខែមកហើយដែលព្រះអង្គម្ចាស់ស៊ីសវ័តធម្មកោហាក់បីដូចជាទ្រង់ស្ថិតនៅស្ងៀមស្ងាត់ឆ្ងាយពីឆាកនយោបាយបន្តិចភាពស្ងៀមស្ងាត់របស់ព្រះអង្គគឺមិនមែនដោយសារតែព្រះអង្គភ័យខ្លាចនោះទេតែតាមពិតគឺដោយសារព្រះអង្គមានប្រតិទុកឲ្យមេដឹកនាំគណៈបក្សសង្គ្រោះជាតិធ្វើកិច្ចការបច្ចេកទេសជាមួយគណៈបកប្រជាជនកម្ពុជាមួយរយៈសិននៅក្នុង2សប្តាហ៍ទៀតព្រះអង្គនឹងធ្វើដំណើរទៅកាន់ប្រទេសអាមេរិកអឺរ៉ុបប្រទេសអូស្ត្រាលីដើម្បីពន្យល់ប្រាប់បងប្អូននៅទីនោះពីគោលនយោបាយរបស់គណៈបក្សសង្គ្រោះជាតិនេះគឺជាការបញ្ជាក់ប្រាប់របស់ព្រះអង្គម្ចាស់ធម្មកោនៅថ្ងៃសុក្រទី2ខែមករាឆ្នាំ2015នេះទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ធម្មកោធ្វើឡើងស្របពេលដែលគណៈបក្សសង្គ្រោះជាតិបានសម្រេចចិត្តដើរចូលរដ្ឋសភាជាតិជាមួយគណៈបកប្រជាជនកម្ពុជានិងកើតឡើងស្របពេលដែលគណៈបក្សសង្គ្រោះជាតិប្រឈមនឹងបញ្ហាផ្ទៃក្នុងជាច្រើនព្រះអង្គម្ចាស់ធម្មកោទូបញ្ជាក់ថាព្រះអង្គនឹងយាងទៅជួបសមាជិកាគណៈបក្សសង្គ្រោះជាតិដែលកំពុងរស់នៅតាមបណ្ដាប្រទេសទាំងនោះហើយព្រះអង្គមិនមានគម្រោងជួបថ្នាក់ដឹកនាំនៃប្រទេសទាំងនោះទេពីព្រោះនេះជាទស្សនកិច្ចឯកជនក្នុងក្របខ័ណ្ឌគណៈបក្សសង្គ្រោះជាតិពលរដ្ឋស្នើរដ្ឋាភិបាលដកហូតដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុពីឈ្មោះនឹងមន្ត្រីធំលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាភ្ញៀវទេសចរនិងមន្ត្រីរាជការខេត្តព្រះសីហនុស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាលមានវិធានការតាមផ្លូវច្បាប់ដើម្បីដកហូតដីតំបន់ឆ្នេរខេត្តព្រះសីហនុពីឈ្មោះនឹងមន្ត្រីមានអំណាចដែលពាត់របងធ្វើជាកម្មសិទ្ធិមកជាដីសាធារណៈរបស់រដ្ឋវិញសំណុំពរនេះការឡើងបន្ទាប់ពីតំបន់ឆ្នេរភាគច្រើននៃខេត្តព្រះសីហនុត្រូវឈ្មោះនឹងមន្ត្រីមានអំណាចគ្រប់គ្រងនិងមិនមានឆ្នេរសម្រាប់ផ្ដល់ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិងូតទឹកឬដេកសម្ដិលថ្ងៃនាពិធីបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល2015ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានរិះគន់ប្រមុខដឹកនាំរដ្ឋាភិបាលថាគ្រប់គ្រងដីតំបន់ឆ្នេរខេត្តព្រះសីហនុមិនបានត្រឹមត្រូវដោយទុកបណ្ដាលឲ្យឈ្មួញឬមន្ត្រីមានអំណាចពុះជានិងហុំព័ទ្ធរបងធ្វើជាកម្មសិទ្ធិផ្ដាច់មុខហើយភ្ញៀវទេសចរគ្មានទីកន្លែងសម្រាប់ងូតទឹកឬដើរកម្សាន្តឲ្យបានទូលំទូលាយភ្ញៀវទេសចរនឹងជាមន្ត្រីរាជការដែលបាននាំគ្រួសារទៅកំសាន្តតាមតំបន់ឆ្នេរខេត្តព្រះសីហនុក្នុងឱកាសឆ្លងឆ្នាំសកល2015បានសម្ដែងអារម្មណ៍ហួសចិត្តកាលបើឃើញតំបន់ឆ្នេរភាគច្រើននៅខេត្តទេសចរមួយនេះត្រូវហុំព័ទ្ធរបងថ្មឬធ្វើសំណង់រឹងធ្វើជាកម្មសិទ្ធិអស់ទៅហើយគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈលោកសួនតារាជាមន្ត្រីរាជការនិងជាភ្ញៀវទេសចរម្នាក់ស្ថិតក្នុងចំណោមភ្ញៀវទេសចររាប់ម៉ឺននាក់ដែលបានទៅកម្សាន្តនៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុនាពិធីឆ្លងឆ្នាំសកលថ្លែងរិះគន់ថាតំបន់ឆ្នេរនេះសប្តាហ៍ថ្ងៃគឺនៅសល់តែឆ្នេរអូឈើទាមានទីតាំងនៅទល់មុខផ្ទះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនមួយទេដែលមានអនាម័យនិងអាចឲ្យភ្ញៀវទេសចរដើរឬចង់ងូតទឹកកម្សាន្តបាន
ប៉ុន្តែឆ្នេរក្រៅពីនេះត្រូវហុំព័ទ្ធរបងថ្មឬគ្មានអនាម័យនឹងការអភិវឌ្ឍអ្វីនោះទេតែកតិនបញ្ហានេះប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាឬហៅកាត់ថា CNRO សាខាខេត្តព្រះសីហនុលោកសុកសុខុមក៏បានរិះគន់ថាអញ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះបានខົບខិតគ្នាជាប្រព័ន្ធធ្វើបានកម្មសិទ្ធិដីធ្លីរំលោភយកដីនៅតំបន់ឆ្នេរជាទ្រព្យសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិដើម្បីបម្រើមហិច្ឆតានិងភាពលោភលន់របស់បុគ្គលឬក្រុមគ្រួសារបកពួកខ្លួនលោកក៏សំណូមពរដល់ប្រមុខដឹកនាំរដ្ឋាភិបាលត្រូវពិចារណាដកដីតំបន់ឆ្នេរនាខេត្តព្រះសីហនុពីឈ្មោះឬមន្ត្រីមានអំណាចដែលហុំព័ទ្ធរបងថ្មហើយគ្មានសកម្មភាពអភិវឌ្ឍមកទុកជាសម្បត្តិរដ្ឋវិញដូចគ្នាដែរលោកប៊ុនណារិទ្ធមន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តព្រះសីហនុក៏បានទទូចឲ្យប្រមុខដឹកនាំរដ្ឋាភិបាលពិចារណាដកដីតំបន់ឆ្នេរនាខេត្តជាប់មាត់សមុទ្រមួយនេះមកអភិវឌ្ឍបម្រើវិស័យទេសចរឲ្យបានទូលំទូលាយនាថ្ងៃអនាគតលោកថាឆ្នេរនាខេត្តព្រះសីហនុរាល់ថ្ងៃនេះគឺភាគច្រើនត្រូវគ្រប់គ្រងដោយឈ្មោះនឹងអ្នកមានអំណាចកំពុងបម្រើការងារក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នមន្ត្រីសង្គមស៊ីវិលរូបនេះបានស្នើដល់លោកឆិតសុខុនអភិបាលខេត្តព្រះសីហនុត្រូវស្នើគោលការណ៍ពីរដ្ឋាភិបាលឲ្យមកភាពប្លង់ដីឬបានកម្មសិទ្ធិដីធ្លីនៅតាមទីតាំងតំបន់ឆ្នេរមួយចំនួនដែលមានភាពមិនប្រក្រតីដូចជាដីនៅតាមតំបន់ឆ្នេរសមុទ្រឬបឹងធម្មជាតិដាក់មកជាសម្បត្តិរដ្ឋវិញលោកប៊ុនណារិទ្ធអះអាងថាសប្តាហ៍ថ្ងៃនេះឆ្នេរសមុទ្រខេត្តព្រះសីហនុសម្រាប់ទទួលភ្ញៀវទេសចរចូលកម្សាន្តមិនមានច្រើនទេព្រោះមានកម្មសិទ្ធិអស់ទៅហើយមានដីតំបន់ឆ្នេរច្រើនទៀតក៏ត្រូវហុំព័ទ្ធដោយរបងថ្មនិងវិឡាធំស្កឹមស្កៃសម្រាប់លំហែកាយរបស់មន្ត្រីមានអំណាចនិងអ្នកមានទ្រព្យធនយកមកធ្វើជាកម្មសិទ្ធិឯកជនត្រង់ចំណុចនេះមន្ត្រីសង្គមស៊ីវិលបានផ្ដល់គំនិតថាអាជ្ញាធរខេត្តព្រះសីហនុគួរស្នើសុំគោលការណ៍ទៅរដ្ឋាភិបាលដើម្បីស្នើដកហូតសិទ្ធិគ្រប់គ្រងដីធ្លីឬមុខភាពប្លង់កម្មសិទ្ធិនិងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឬឯកជនទាំងឡាយដែលបានខົບខិតរំលោភយកទ្រព្យសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិមានដូចជាដីបឹងធម្មជាតិឬដីនៅតាមតំបន់ឆ្នេរសមុទ្រជាដើមទុកជូនរដ្ឋគ្រប់គ្រងវិញកាលពីថ្ងៃទី20ខែវិច្ឆិកាលោកឧបនាយករដ្ឋមន្ត្រីប៊ិនឈិនប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានបើកកិច្ចប្រជុំនៅសាលប្រជុំខេត្តព្រះសីហនុស្នើសាររើទៅលើការងារពាក់ព័ន្ធការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមួយចំនួនក្នុងខេត្តនេះនេះឱកាសនោះលោកក៏បានប្រមានថានឹងបន្តដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឯកជនទាំងឡាយណាដែលមិនបានអនុវត្តតាមកិច្ចសន្យាឬគោលការណ៍វិនិយោគដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលយកមកទុកជាសម្បត្តិរដ្ឋវិញប៉ុន្តែការអះអាងនេះត្រូវបានមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីរាជការថ្នាក់ទាបខេត្តព្រះសីហនុឲ្យដឹងថាមានតែនៅលើក្រដាស់ទេគឺគ្មានសកម្មភាពពិតប្រាកដទេតែតង់បញ្ហានេះមេដឹកនាំគណៈបក្សសង្គ្រោះជាតិនិងជាអនុប្រធានទី1នៃរដ្ឋសភាលោកកឹមសុខាបានត្រៀមលើកយកបញ្ហាគ្រប់គ្រងទ្រព្យសម្បត្តិជាតិធំមានដូចជាដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រព្រៃឈើនិងការបាត់បង់ទ្រព្យសម្បត្តិជាតិច្រើនទៀតដាក់ជូនសភាពិនិត្យនិងដកហូតជាសម្បត្តិរដ្ឋវិញមន្ត្រីការទូតជាន់ខ្ពស់ចិនម្នាក់ត្រូវដកចេញពីមុខតំណែងពីបទប្រព្រឹត្តអំពើពុករលួយតាមការចុះផ្សាយរបស់គេហទំព័រ AFE បានឲ្យដឹងថាលោកហ្សងគុនសេងអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនត្រូវបានគេដកចេញពីមុខតំណែងនិងស្ថិតនៅក្រោមការស៊ើបអង្កេតមួយពីបទប្រព្រឹត្តអំពើពុករលួយជាមន្ត្រីការទូតជាន់ខ្ពស់ទី1រងគ្រោះក្រោមទម្ងន់នៃយុទ្ធនាការប្រយុទ្ធប្រឆាំងទល់នឹងអំពើពុករលួយរបស់អាជ្ញាធរចិនដែលកំពុងមានសុពលភាពយ៉ាងពេញទំហឹងនៅក្នុងប្រទេសចិនគេហទំព័ររដានេះបានបង្ហាញឲ្យដឹងទៀតថាលោកហ្សងគុនសេងមន្ត្រីការទូតជាន់ខ្ពស់ចិននេះត្រូវជាប់សង្ស័យពីបទបានរំលោភបំពានលើបទបញ្ជាផ្ទៃក្នុងនិងស្ថិតក្រោមទម្ងន់នៃការស៊ើបអង្កេតមួយនេះបើយោងតាមការគូបញ្ជាក់របស់ក្រសួងការបរទេសចិននៅថ្ងៃសុក្រទី2មករានេះក្រោមសេចក្តីជូនដំណឹងយ៉ាងសង្ខេបនិងប្រើពាក្យស្រាលមិនធម្មតាក្នុងការនិយាយពីបញ្ហាពុករលួយប៉ុន្តែក្រសួងការបរទេសចិនក៏ពុំបានបញ្ជាក់ប្រាប់ថាតើអង្គការណាមួយជាអ្នកទទួលបន្ទុកដឹកនាំការស៊ើបអង្កេតឬក៏ពីការស្ដីបន្ទោសចំពោះរូបលោកហ្សងគុនសេងដែរលោកហ្សងគុនសេងគឺជាមន្ត្រីការទូតម្នាក់ក្នុងចំណោមមន្ត្រីការទូតចិន4រូបដែលមានឋានៈជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនកាលពីប៉ុន្មានឆ្នាំមុនលោកហ្សងគុនសេងត្រូវបានកាសែតនានាដាក់ចំណងជើងយ៉ាងក្រឡោតនៅលើទំព័រទី1របស់ខ្លួនដោយនៅពេលនោះលោកហ្សងបានធ្វើការស្ដីប្រដៅជាសាធារណៈចំពោះមន្ត្រីការទូតអាមេរិកមួយរូបកាលពីឆ្នាំ2012បន្ទាប់ពីទីក្រុង Washington ធ្វើការទិទានអំពីវត្តមាននៃបន្ទាយកងទ័ពចិនមួយដែលដាក់ប្រចាំការនៅសមុទ្រចិនភាគខាងត្បូងចំណុចនោះលោកហ្សងបានទូន្មានលោក Robert Wang អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកឲ្យនិយាយប្រាប់ដល់ភាគីអាមេរិកកែប្រែអរិយាប័ត្រភ័ន្តច្រឡំរបស់ខ្លួននឹងការធ្វើការគោរពបូរណភាពនិងអធិបតេយ្យភាពនៃដែនដីប្រទេសចិន
គូរំលឹកថាលោកសង្ឃបានឡើងបុណ្យស័ក្តិនៅក្នុងក្រសួងការបរទេសនៅពេលដែលលោកបានចូលបម្រើការងារនៅក្នុងទសវត្សរ៍ឆ្នាំ 80 ហើយចំនួននោះអធិពលការទូតប្រទេសចិនកំពុងឡើងយ៉ាងខ្លាំងស្របគ្នានឹងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍដ៏រហ័សយោងតាមទំព័រ website របស់ក្រសួងការបរទេសចិនលោកគិនកាងដែលបច្ចុប្បន្នជាអ្នកនាំពាក្យនៃក្រសួងការបរទេសចិនត្រូវបានគេដាក់ជំនួសលោកសង្ឃវិញក្នុងមុខតំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា